ទីតាំងរោងចក្រផលិតបារីកិច្ចពន្ធមួយកន្លែងរបស់ចិនដែលកំពុងតែលាក់ខ្លួនពន្ធអាត្មាសំងំនៅក្នុងភូមិខ្ចាឃុំយ៉ាអងស្រុកពងខេត្តកំពង់ស្ពឺដែលកំពុងតែរក្សាភាពស្ងៀមស្ងាត់ខណៈដែលអាជ្ញាធរក្នុងតំបន់មិនទាន់មានវិធានការអ្វីទាំងអស់ក្នុងខេត្តកំពង់ស្ពឺមួយនេះបងប្អូនប្រិយមិត្តជាទីមេត្រីទីតាំងផលិតបារីខុសច្បាប់របស់ចិនមួយកន្លែងកំពុងតែលាក់ខ្លួននៅក្នុងស្រុកពងខេត្តកំពង់ស្ពឺដែលជាកន្លែងផលិតបារីកិច្ចពន្ធនិងស្តុបទុកចែកចាយទៅកាន់ប្រទេសវៀតណាមបើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានខ្សឹបប្រាប់មកថាសម្បីតែអភិបាលខេត្តកំពង់ស្ពឺក៏មិនហ៊ានប៉ះពាល់ដែរតើរោងចក្រផលិតបារីកិច្ចពន្ធមួយកន្លែងនេះតើជារបស់អ្នកណាឲ្យពិតប្រាកដយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងផលិតបារីនិងចែកចាយផលិតបារីចិនសង្ស័យតែគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនេះប្រភពព័ត៌មានបានបន្តឲ្យដឹងទៅថាការចាញ់ចូលត្រូវបានរដ្ឋបន្តឹងបិទទ្វារចិត្តរីឯតំណែងដែលត្រូវបានដឹកចាញ់ចូលម្ដងមានមេការនិងមានអ្នកចាំមើលដោយតឹងរឹងជាទីបំផុតនិងដោយការប្រុងប្រយ័ត្នជាទីបំផុតផងដែរបើមើលពីខាងក្រៅទៅទីនោះគឺជាកន្លែងឃ្លាំងធម្មតាដែលគ្មានផ្លាកយីហោតទៅសោះការពិតនៅខាងក្នុងគឺសំងំលួចលាក់ផលិតបារីសោះប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថាឯកឧត្តមឈៀមច័ន្ទសុផនដែលជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺគួរចាត់វិធានការយ៉ាងណាវិញទៅនឹងទីតាំងផលិតបារីខុសច្បាប់នៅភូមិខ្ចាឃុំយ៉ាងអងស្រុកពងខេត្តកំពង់ស្ពឺនេះដែលជាកន្លែងផលិតសារធាតុបារីខុសច្បាប់ដើម្បីនាំចេញទៅក្រៅប្រទេសអគ្គនាយកដ្ឋានគយនឹងរដ្ឋកោក្រសួងឧស្សាហកម្មនិងស្ថាប័នពាក់ព័ន្ធមន្ត្រីជំនាញកបបគួរតែអនុវត្តច្បាប់ដែលបានចែងក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការត្រួតពិនិត្យផលិតផលខុសច្បាប់ផលិតផលคล้ายៗដើម្បីបញ្ជាក់អំពីសុវត្ថិភាពនៃស្ថាប័នដែលបានចែងនិងប្រកាសជាសាធារណៈតែអ្វីដែលអង្គភាពសារព័ត៌មានយើងចង់បង្ហាញនោះគឺក្លិនរបស់ថ្នាំជក់រួមជាមួយទៅនឹងសារធាតុមួយចំនួនទៀតដែលជាមូលហេតុធ្វើឲ្យមានផលប៉ះពាល់ទៅដល់សុខភាពនៃការកើតជំងឺមហារីកជាច្រើនប្រភេទដែលកន្លងមកអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ពីមួយទៅមួយផងដែរនៅក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុំបណ្ដាវិជ្ជាជីវៈនិងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺចំពោះទីតាំងក្រុមហ៊ុនខាងលើនេះប្រសិនបើទោះបីជាទីតាំងផលិតបារីស្របច្បាប់ក្តីតែគ្រាន់តែជារនាំងបិទបាំងបង្កើតផលិតផលសារធាតុញៀននិងផលិតផលស្លាកសញ្ញាផ្សេងៗទៀតបើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាកផលិតផលនិងឈ្មោះក្រុមហ៊ុនមានចំនួនកំណត់ជាក់លាក់ក្រុមហ៊ុនខ្នាតតូចក្រុមហ៊ុនមធ្យមនិងក្រុមហ៊ុនខ្នាតធំដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មនិងចាំបាច់ត្រូវតែផ្ដល់ចំនួនជូនដែលបានសូមពីម្ចាស់សហគ្រាសនិងម្ចាស់ក្រុមហ៊ុនត្រូវអនុវត្តចេញដោយក្រសួងពាណិជ្ជកម្មអាចតាមច្បាប់ទៅដល់នាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានឲ្យនៅតម្លៃនិងផលិតផលត្រូវបានកំណត់ត្រូវបានបង់ពន្ធទៅតាមម៉ាកនីមួយៗដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោឬប្រភេទផលិតផលពាក់ព័ន្ធទៅនឹងការចុះផ្សាយខាងលើនេះយើងខ្ញុំផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈនៅច្បាប់នៃរបបសារព័ត៌មានប៉ុណ្ណោះយើងរិះគន់ក្នុងនៃស្ថាបនាយើងមិនមានចេតនាណាមួយក្នុងការញុះញង់បំបាច់បំបាក់បុគ្គលឬក៏ស្ថាប័នអង្គភាពណាមួយនោះឡើយអង្គភាពសារព័ត៌មានយើងនឹងធ្វើការរងចាំបកស្រាយបំភ្លឺអំពី